សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំនឹងបង្ហាញពីរបៀបលេង Hero Sora ដែលទើបនឹងចេញថ្ងៃមិញនេះហ្នឹង Hero ថ្មី Skill ទី1របស់ Hero ថ្មីនេះគឺវាយពីរដៃហើយរុញមួយដៃទៅមុខតែអ្នកថាវាយពីរដៃរុញមួយដៃទៅមុខចំណែកឯ Skill ទី2គឺ Load យើងអាចវាយ enemy អាច អញ្ចឹងផ្លោះអញ្ចឹងក៏បានដែរបាទចំណែកឯ skill ទី3យើងអាចប្រែកាយបានជាពីរប្រភេទគឺទាញទៅឆ្វេងនិងទាញទៅស្ដាំទាញទៅឆ្វេងគឺយើងអាចប្រែកាយជារន្ទះបាញ់ enemy ប៉ុន្តែពេលយើងប្រើ skill ទី3 skill រន្ទះបាញ់នឹងរួចពេលវា cool down អស់ទៅវិញយើងនឹងអស់ឈាម2កង់2កង់ចំណែកឯ skill ទី3ទាញទៅស្ដាំយើងអាចគួច enemy ពេលប្រើ skill ទី3យើងអាចគួច enemy ធ្វើឲ្យ enemy slow ឬ stun បានពេលយើងប្រើ skill ទី3នឹងហើយ skill ទី1ប្រែកាយយើងអាចធ្វើឲ្យ enemy slow ឬ stun បានដូចគ្នាដូច skill ទី3ដែរនេះគឺជាការប្រើ skill របស់ Hero Sora ពេលយើងប្រើ skill ទី3យើងអាចរេដេញតាម enemy បានចំណែកឯ skill ទី3ជាពពកនេះយើងអាចរេដេញតាម enemy បានដូចគ្នាបាទវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងដែលបង្ហាញសូមអរគុណសូមជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងអ្នកមួយផងបាទ